សួរកូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងនាំកូនរៀនមេរៀនទី11គឺផ្សេងជាអ្នកណហើយដើម្បីរៀនមេរៀននេះបានកូនត្រូវការយកសៀវភៅសិក្សាគោលហើយនិងសៀវភៅជំនួយមកដាក់នៅចិត្តខ្លួនហើយនឹងបើកទំព័រដែលលោកគ្រូអានហើយដំបូងនេះគឺយើងត្រូវបើកសៀវភៅសិក្សាគោលទំព័រទី13មេរៀនទី11គឺផ្សេងជាអ្នកណហើយដើម្បីអានមេរៀននេះបានកូនអាចអានជាមួយនឹងលោកគ្រូនៅលើវីដេអូហើយចំអាននៅក្នុងសៀវភៅសិក្សាគោលនិងសៀវភៅជំនួយមេរៀនទី11ចេញជាអ្នកណលោកគ្រូនឹងនាំកូនអានម្ដងមួយតួហើយកូនអរគ្នាអាចយកចង្អុលដៃចង្អុលនៅលើសៀវភៅសិក្សាគោលឬក៏នៅលើអេក្រង់ទូរស័ព្ទក៏បានដែរណអាណាណអេណេណអីណៃណអឺណឺណអឺណឺណអូណូណអូណូណអ៊ូណូណអើណើណអ៊ឺនឿណអ៊ីនីណអេណេណអៃណៃណអៃណៃណអោណោណអៅណៅណអ៊ំនំណអំណំណអាំណាំណអាស់ណាស់ណអោះណោះណអេះណេះណអោះណោះបន្ទាប់ពីយើងអានអក្សរពណ៌ខៀវនេះរួចយើងត្រូវការអានអក្សរពណ៌ខ្មៅហើយអក្សរពណ៌ខ្មៅនេះមានកូនខ្លះគឺមិនតាន់អានបានលឿននិងរហ័សទេអញ្ចឹងមានការប្រកបអញ្ចឹងការប្រកបក៏មិនជាបញ្ហាអីដែរបើសិនជាកូនចេះអានតែម្ដងគឺកូនអានតែម្ដងបើថាកូនត្រូវការប្រកបគឺកូនប្រកបចុះឥឡូវលោកគ្រូនឹងអានជាប្រកបឲ្យកូនស្ដាប់ដំបូងហើយលើកទី2ចាំយើងអានដោយមិនចាំបាច់ប្រកបឧទាហរណ៍ចអំចំណអីណៃចំណៃចអំចំណអាំណាំចំណាំចអំចំណអុះណោះចំណោះចអំចំណអេះណេះចំណេះដអំដំណអើណើនឹងរណើដំណើចឹងម្ដងទៀតលើកនេះយើងអានដោយមិនបាច់ប្រកបទេចំណៃចំណាំចំណោះចំណេះដំណើចំណែកឯល្បះដូចគ្នាបើសិនជាកូនអាចអានបានតែម្ដងគឺអានតែម្ដងបើថាមិនតាន់អានបានទេមកប្រកបជាមួយនឹងលោកគ្រូទាំងអស់គ្នាកអ៊ំកុំឆអីឆៃកុំឆៃចអំចំណអីណៃកុំឆៃចំណៃឆអៅឆៅកុំឆៃចំណៃឆៅល្បះទី2ចអៅចៅណអូណូចៅណូឆអេះចេះចៅណូឆេះដអាំដាំចៅណូចេះដាំដអំដំណអាំណាំចៅណូចេះដាំដំណាំហើយកូនស្ដាប់លោកគ្រូអានម្ដងទៀតឬក៏អានតាមជាមួយនឹងលោកគ្រូតែម្ដងដោយលោកគ្រូមិនបានអានអក្សរពណ៌ខៀវនៅខាងលើនេះទេលោកគ្រូអានអក្សរពណ៌ខ្មៅនេះតែម្ដងចំណៃចំណាំចំណោះចំណេះដំណើកុំឆៃចំណៃឆៅចៅណូចេះដាំដំណាំបន្ទាប់ពីអានជាមួយនឹងលោកគ្រូរួចកូនអាចបើកសៀវភៅសិក្សាគោលអានដោយខ្លួនឯងបើសិនជាកន្លែងណាមិនទាន់ទេកូនត្រូវតែស្កប់វីដេអូឬក៏អាចខាវីដេអូទៅក្រោយបានដើម្បីមើលការអានរបស់លោកគ្រូនឹងថាតាមបន្ទាប់ពីកូនបានអានផ្សេងជាអ្នកណនេះនៅក្នុងសៀវភៅសិក្សាគោលហើយយើងត្រូវនាំគ្នាទៅអានអត្ថបទខ្លីទាំងអស់គ្នាចឹងហើយយើងត្រូវតែបើកសៀវភៅជំនួយដើម្បីអានអត្ថបទខ្លីបាទនេះគឺជាសៀវភៅជំនួយដែលកូនត្រូវបើកនៅទំព័រទី64
មានលេខ6និងលេខ4ហើយកូនត្រូវតែបើករកមេរៀនទី11ព្យញ្ជនៈណនេះគឺជាអត្ថបទខ្លីដែលមាននៅក្នុងមេរៀនព្យញ្ជនៈណមួយនេះដើម្បីអានអត្ថបទខ្លីនេះបានកូនដែលមានសមត្ថភាពពូកែអានកូនអានដោយមិនចាំបាច់ប្រកបទេកូនដែលមិនទាន់ពូកែអានអាចប្រកបបានលោកគ្រូនឹងអានឲ្យកូនស្ដាប់ហើយនឹងត្រូវតែថែតាមជាមួយនឹងលោកគ្រូមេរៀនទី11ព្យញ្ជនៈណការអានអត្ថបទខ្លីលោកគ្រូនឹងអានជាប្រកបដំបូងហើយលើកទី2នឹងមិនប្រកបទេអានទាំងអស់តែម្ដងដអំដំណអំណាំដំណាំដអុសដុសដំណាំដុសណអៃណៃដអំដាំណៃដាំដអំដំណអំណាំណៃដាំដំណាំដអំដំណអំណាំដំណាំណអៃណៃដំណាំណៃដអុសដុសដំណាំណៃដុសណអូណូដអំដាំណូដាំដអំដំណអំណាំណូដាំដំណាំដអំដំណអំណាំដំណាំណអូណូដំណាំណូដអុសដុសដំណាំណូដុសដអែដែរនឹងរោដែរដំណាំណូដុសដែរលើកនេះយើងអានដោយមិនបាច់ប្រកបអានជាមួយនឹងលោកគ្រូទាំងអស់គ្នាការអានអត្ថបទខ្លីដំណាំដុសណៃដាំដំណាំដំណាំណៃដុសណូដាំដំណាំដំណាំណូដុសដែរកូនអាចបើកសៀវភៅជំនួយអានអត្ថបទខ្លីដោយខ្លួនឯងកន្លែងណាដែលមិនទាន់ទេកូនអាចស្កប់ហើយនឹងខាវីដេអូទៅខាងក្រោយដើម្បីអានជាមួយនឹងលោកគ្រូឡើងវិញជួបគ្នានៅវីដេអូក្រោយអរគុណ